Ok, số này bóng bột nó khá nế. Là lời này cứ dựng bàn. Phía nó khá nông ngày mấy ngày đấy. Cứ chỉ ngày sao mấy ngày kia ngày đó ngày phá hoa thằng này đó. Chắc nhâm xong một mơ silver bình. Silver này cứ nhâm chạp 2 lỗ. Hai khơi thà silver này nó khá nông 2 lỗ ngày nắng. Nó ta lại 4 học bắn. Lỗ 2 và mùi 8 và mùi đó. Lấy cứ nơi cái đà rèn xài về đó nè. Chẳng dơn mà mơ AAU rồi bao giờ này có nơi cái đà rèn đi cái này chẳng bàn này thay nhầm xong chạp hai rồi bao giờ giống sao bánh lao mà rồi lề chiên được ngọt này kho CPI hay có thẹn màu bánh nữa đôi nhau mình vậy với anh vô lực hai sai về cái nhảy chẳng bàn là đòi trệt trẻ sẽ đây nha cái nông ngày này từng ở khi ai chạm nơi khi pi nâng bàn này thật bớt sân chỉ trái thẹn máu YOLO មុនទាំងអស់គ្នាអាចរក confirmation សម្រាប់ធ្វើការទិញលើកឡើងពីត្រង់នឹងទៅបានតោះនេះទាំងអស់គ្នាអាហ្នឹងបើសិនជាក្នុងករណីដែរប្រាយវាធ្លាក់មកYOLOទាំងអស់គ្នាអាចទិញពីត្រង់នឹងទៅខាងលើបានណាទិញពីក្រោមទៅលើបានឥឡូវឃើញថាវាកំពុងតែធ្លាក់មកដល់ហើយបើសិនជាប្រាយនេះវាទៅយកខាយមុនវាបាយជាហក់ឡើងទៅយកខាយមុនវិញទាំងអស់គ្នាអាចរក confirmation សម្រាប់ធ្វើការ sell out ទម្លាក់មកខាងក្រោមបាននឹងគឺយើងត្រូវ replay ក្នុងមួយថ្ងៃនៅក្នុងការ trade អញ្ចឹងទាំងអស់គ្នាតើណាអាហ្នឹង scenario ធំនៅក្នុង daily time frame បន្ទាប់មកខ្ញុំ switch ឲ្យទាំងអស់គ្នាមើល key ទៅនេះមួយ4ម៉ោងត្រង់នេះក៏វាស្ថិតនៅក្នុង IVG ឬក៏ BPR ដូចគ្នាទាំងអស់គ្នាបើសិនជាក្នុងករណីដែល price pull back មកហ្នឹងស្រាប់តែវាអីគេទាំងអស់គ្នាស្រាប់តែវាមានការ reaction ត្រង់ម្ដុំត្រង់ហ្នឹងទាំងអស់គ្នាក៏អាចទិញលើកឡើងពីម្ដុំត្រង់ហ្នឹងបានទៅដូចគ្នាណាវាអាចនឹងហក់ឡើងទៅខាងលើវិញមក sweep buy side មកតង់ទៀតពូថងហ្នឹងវា BPR daily BPR 4ម៉ោងទាំងអស់នេះណាហើយក៏ជា rejection ដែរហ្នឹងមើលការ reaction របស់វាទាំងអស់គ្នាអាចទិញពីម្ដុំតម្លៃបច្ចុប្បន្ន SL ទាំងអស់គ្នាគឺក្រោម order ប្លុកហ្នឹងណា10លេខទៅបានន័យថា TP ទាំងអស់គ្នាអាចយកប្រមាណ1គុណ2ឯងគ្រប់គ្រាន់ទាំងអស់គ្នាឡងពីបើទាំងអស់គ្នាឡងពីត្រង់ហ្នឹង TP ទាំងអស់គ្នានៅអាចនៅ60អីហ្នឹង SL ទាំងអស់គ្នាអាចចាយត្រឹមតែ20ជាងលេខប៉ុណ្ណឹងទៅបានអាហ្នឹងគឺជា scenario នៅក្នុងការទិញលើកឡើងពីតម្លៃបច្ចុប្បន្នអាហ្នឹងក្រោយខ្ញុំឲ្យមើល key ប៉ុន្តែជាក់ស្ដែងឃើញថាផ្សារធ្លាក់មកនេះគឺធ្លាក់មកខ្លាំងមែនទេធ្លាក់មកខ្លាំងណាអញ្ចឹងរងចាំមើលតើវាឡងពី order ប្លុកឬក៏អីអត់បើវាអត់ឡងទេភាគរយផ្សារនេះអាចបន្តត្រYOLO ខាងក្រោម daily ដែលខ្ញុំ note ទុក39.8ជាងហ្នឹងចាំយើងរក confirm មកតង់ទៀតតោះនេះទាំងអស់គ្នាអាន័យថាបើតែហ្នឹងបើតម្លៃបច្ចុប្បន្នវាអត់ respect ទាំងអស់គ្នាអាចរងចាំ confirmation ពីត្រង់ណានៅពេលដែលប្រាយនេះវាធ្លាក់មកបណ្ដាច់យក swing low មួយតង់ទៀតនេះបណ្ដាច់យក swing low នេះមកតង់ទៀតណាវាធ្លាក់ពីត្រង់ហ្នឹងមកវាបណ្ដាច់យក swing low នេះមកតង់ទៀតរងចាំ confirmation វា create 15:30 នាទីទៅ IVG order block liquidity sweep charge បន្ទាប់មកទាំងអស់គ្នាអាចទិញលើកឡើងពីត្រង់ហ្នឹងទៅបានតោះនេះទាំងអស់គ្នាអានេះគឺជាអ្វីដែលខ្ញុំមើលឃើញនៅក្នុងការជួញដូរនៅក្នុងថ្ងៃហ្នឹងប៉ុន្តែបើសិនជាវាចាក់ឥឡូវវាកំពុង reaction របៀបនេះទាំងអស់គ្នាអាចរក confirmation ទិញលើកឡើងពីត្រង់ហ្នឹងទៅបានដូចគ្នាអាហ្នឹងវាមាន2 key ដែលយើងត្រូវមើលអញ្ចឹងណានៅក្នុងថ្ងៃហ្នឹងនឹងពីខ្ញុំទៅប៉ុណ្ណឹងយើងចាំមើលថាតើថ្ងៃស្អែកយើងអាចមាន confirmation អីសម្រាប់យើងអាចtrade បានទៀតណាអូខេ
ខ្ញុំនឹងអាប់ដេតជូនដល់អ្នកគ្នាបន្ថែមទៀត